ដោយសារតែខ្លាំងពេករកគូប្រកួតមិនបានគាត់ក៏រើក្មេងប្រុសម្នាក់មកចិញ្ចឹមបំណងចង់បណ្ដុះបណ្ដាលឲ្យស្នងតំណែងនឹកស្មានមិនដល់ក្មេងនោះមានទេពកោសល្យ2ឆ្នាំបង្ក្រាបសត្វទេពយកមកជីកបាន5ឆ្នាំចេះក្បាច់គុនកំពូលតែបាត់បង់រាប់ពាន់ឆ្នាំក្មេងប្រុសខ្លាំងពេករហូតរកគូប្រកួតលែងបានក៏ធ្វើជាពិការជើងត្រឡប់ទៅគ្រួសារវិញធ្វើខ្លួនជាមនុស្សធម្មតាដែលគ្មានក្បាច់គុនថ្ងៃមួយស្ត្រូវមកវាយកំទេចដល់ផ្ទះអ្នកខ្លាំងក្នុងគ្រួសារចាញ់អស់ហើយក៏ឲ្យប្អូនប្រុសដែលគេថាជាកំពូលអ្នកប្រាជ្ញចេញមុខមកការពារគ្រប់គ្នាគិតថាប្អូនប្រុសច្បាស់ជាឈ្នះងាយតែអភិការដែលអង្គុយនៅគៀនជញ្ជាំងគ្រាន់តែញើបមើលមួយផ្លែក៏ហ៊ានថាប្អូនប្រុសនឹងចាញ់មិនខានគេចាញ់ហើយអភិការឯងនិយាយស្អីនឹងគុនប្រុសច្បាស់ជាឈ្នះហើយភីស្វានឯងចង់យ៉ាងម៉េចហ៊ានមកដាក់បណ្ដាសាប្អូនឯងនៅទីនេះហេតាមពិតមកពីឯងច្រណែនប្អូនទេដឹងមើលទៅគេដូចជាវាយខ្លាំងមែនតែការពិតអស់លក្ខហើយការបរាជ័យគឺនៅសល់តែបន្តិចទៀតទេបានហើយបើឯងថាគេចាញ់ប្រាប់មកមើលថានៅបានយូរប៉ុណ្ណាទៀត5ម៉ោង5នាទី4អាហាយ៉ាអាហាអូយភីស្វានឡើងទៅជួយរុញខ្ញុំឡើងទៅចាស់ស្អីគេអភិការនឹងចង់ឡើងសង្វៀនគេវាឈួតហើយមែនទេអូនវាត្រូវគេវាឡើងបាក់ស្បាតវាឡើងទៅឲ្យគេសម្លាប់ហីគ្រួសារភ័យអស់មនុស្សហើយតើបានជាឲ្យអភិការចេញមុខមកងាប់ជំនួសឥឡូវបើលុតជង្គង់សុំទោសនៅតនណាយេមើលចលនាគេទៅមើលគេបញ្ជាកៅអីរុញបានល្អណាស់ដូចចាប់ដាក់យីយ៉ាគេអាចឈ្នះបានតើហេតុអ្វីមិនព្រមវាយបកគេកំពុងតែលេងសើចនឹងចាំងធានហើយឈប់សិនឃើញអត់អាមួយនេះវាចង់ពន្យាពេលទេវាច្បាស់ជាមានស្នៀតតែមិនព្រមវាយបើវាមិនឈ្នះយើងនឹងត្រូវបាត់បង់អណ្ដូងរ៉ែធំហើយត្រូវប្រគល់ឲ្យគេហើយចំណូលរាប់សិបលានក្នុងមួយឆ្នាំណាត្រូវហើយវាមានចេតនាចង់ឲ្យចាញ់តើវាចង់ឲ្យគ្រួសារភ័យលាហើយអ្នកបំរើ